អ្នកបុរាណវត្ថុវិទូបានបង្ហាញថាប្រជាជនកម្ពុជាសម័យបុរាណពិតជាបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យប្រកបដោយគំរូស្ថាបត្យកម្មស្មុគស្មាញប៉ុន្តែគ្មានដានណាមួយអំពីលំនៅឋានមនុស្សសម័យនោះត្រូវបានគេរកឃើញទេនៅក្បែរប្រាសាទហើយរបស់ប្រើប្រាស់ប្រចាំថ្ងៃនៅចំនួននោះស្ទើរតែកម្រឃើញមានអ្នកជំនាញមកពីលោកខាងលិចមួយចំនួននៅតែសង្ស័យថាតើប្រាសាទអង្គរគឺពិតជាស្នាដៃរបស់ខ្មែរឬក៏អត់ប៉ុន្តែពួកគេគ្មានភស្តុតាងបញ្ជាក់ទេរយៈពេលជាច្រើនបានកន្លងផុតទៅការរកឃើញរបស់អ្នកបុរាណវត្ថុវិទូកាន់តែច្រើនឡើងបានបង្ហាញថាប្រាសាទអង្គរពិតជាស្នាដៃរបស់ជនជាតិខ្មែរសម័យបុរាណប្រកបមែននៅពេលដែលជនជាតិបារាំងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវផ្នែកខាងកើតពួកគេបានបញ្ជូនអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានក្នុងសាខាប្រទេសកម្ពុជាដើម្បីដឹកនាំការស្រាវជ្រាវនៅឯតំបន់អង្គរអស់រយៈពេលជាច្រើនឆ្នាំក្រោយពេលប្រៀបធៀបលក្ខណៈមុខមាត់នៅលើរូបចម្លាក់ថ្មនៅប្រាសាទអង្គរជាមួយនឹងជនជាតិខ្មែរបច្ចុប្បន្នរួចមកពួកគេសន្និដ្ឋានថាមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងប្រាសាទបន្ទាយស្រីសំដៅទៅលើរាជវាំងរបស់ម្ចាស់ក្សត្រីប៉ុន្តែតាមពិតទៅវាមិនមែនជារាជវាំង